បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះខ្ញុំមានករណីឃាតកម្មមួយចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាទុកជាការស្ដាប់កំសាន្តករណីឃាតកម្មនេះពាក់ព័ន្ធនឹងបរិសុទ្ធជាក្មេងប្រុសម្នាក់ដែលអ្នកភូមិនៅក្នុងភូមិហ្នឹងចាប់ទុកថាជាក្មេងប្រុសសុភាពរាបសារក្មេងប្រុសដែលស្ដាប់បង្គាប់ឪពុកម្ដាយនិងជាក្មេងប្រុសដែលមានអនាគតភ្លឺស្វាងនៅពេលខាងមុខប៉ុន្តែអ្វីដែលអ្នកនៅក្នុងភូមិនឹកស្មានមិនដល់ក្មេងប្រុសម្នាក់នោះគឺជាឃាតករសម្លាប់ម្ដាយរបស់ខ្លួនឯងទៅវិញចង់ដឹងថាសាច់រឿងជាយ៉ាងណាសូមតាមដានវីដេអូនេះជាមួយខ្ញុំបាទទាំងអស់គ្នាដើម្បីយល់ពីមូលហេតុដែលនាំឲ្យមានសោកនាដកម្មនេះយើងត្រូវត្រឡប់ទៅមើលឆាកជីវិតរបស់ពួកគេជាមុនសិនម្ដាយគឺជាស្ត្រីម្នាក់ដែលខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងជីវិតគាត់បានលះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនប្រុសម្នាក់នេះដូចជាម្ដាយដទៃទៀតដែរគាត់មានការរំពឹងទុកខ្ពស់ណាស់ចំពោះកូនប្រុសតែម្នាក់គត់របស់គាត់ចង់ឲ្យកូនប្រុសមានការងារល្អមានមុខមាត់ក្នុងសង្គមនិងជាទីមោទនភាពរបស់គ្រួសារចំណែកកូនប្រុសវិញចាប់តាំងពីតូចរហូតដល់ធំគាត់តែងតែធ្វើតាមការបង្គាប់បញ្ជារបស់ម្ដាយជានិច្ចនៅក្នុងភូមិឬនៅក្នុងប្លុកផ្ទះល្វែងដែលគាត់កំពុងតែរស់នៅហ្នឹងគ្រប់គ្នាស្គាល់គាត់ថាជាមនុស្សមិនចេះមាត់កគាត់មិនដែលបង្កចំនួនមិនដែលដើរលេងយប់ហើយតែងតែនៅក្បែរមើលថែម្ដាយប៉ុន្តែសម្ពាធផ្លូវចិត្តចាប់ផ្ដើមកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃការរំពឹងទុកដ៏ធំធេងរបស់ម្ដាយបានក្លាយជាច្រវាក់ដ៏ធ្ងន់ធ្ងរដែលចងរឹតកូនប្រុសម្នាក់នេះរាល់ពេលដែលគាត់ធ្វើខុសឬមិនបានដូចបំណងរបស់ម្ដាយតែងតែស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរសេចក្តីស្រឡាញ់របស់ម្ដាយបានក្លាយជាការគ្រប់គ្រងទាំងស្រុងលើជីវិតរបស់គាត់ជីវិតដែលមើលទៅនៅខាងក្រៅឃើញថាសុភមង្គលនិងមានសណ្ដាប់ធ្នាប់ល្អតាមពិតវាប្រៀបដូចជាបន្ទប់ងងឹតមួយដែលពោពេញដោយជាតិផ្ទុះដែលរងចាំតែមានផ្កាភ្លើងបន្តិចប៉ុណ្ណោះដើម្បីផ្ទុះចាក់ចាយហើយថ្ងៃនោះក៏បានមកដល់វាជាថ្ងៃធម្មតាមួយប៉ុន្តែការទាស់ទែងគ្នាបន្តិចបន្តួចជុំវិញរឿងលុយកាក់និងអនាគតរបស់កូនប្រុសបានក្លាយជាដើមហេតុនៃសោកនាដកម្មម្ដាយបានចាប់ផ្ដើមស្ដីបន្ទោសនិងប្រៀបធៀបគាត់ជាមួយនឹងកូនអ្នកដទៃទៀតដោយដែលគាត់ធ្លាប់ធ្វើរាប់ពាន់ដងមកហើយប៉ុន្តែលើកនេះខួរក្បាលរបស់កូនប្រុសលែងទទួលយកបានទៀតហើយខ្សែញៀននៃការអត់ធ្មត់ដែលទប់រាប់សិបឆ្នាំបានដាច់ផុយនៅខណៈពេលនោះភាពងងឹតបានគ្របដណ្ដប់ស្មារតីរបស់គាត់ទាំងស្រុងគាត់លែងឃើញស្ត្រីនៅចំពោះមុខជាម្ដាយទៀតហើយប៉ុន្តែមើលឃើញជាប្រភពនៃរាល់ការជឿចាប់ក្នុងជីវិតរបស់គាត់កូនប្រុសបានស្ទុះទៅវាយប្រហារម្ដាយបង្កើតរបស់ខ្លួនដោយគ្មានក្តីមេត្តាសំឡេងស្រែកអង្វររបស់ម្ដាយមិនអាចដាស់សន្តិរបស់គាត់បានឡើយរហូតទាល់តែសំឡេងស្រែកនោះស្ងាត់ទៅវិញរហូតទាល់តែរាងកាយរបស់ស្ត្រីជាម្ដាយលែងមានចលនានិងលែងដកដង្ហើមបន្ទប់ទាំងមូលធ្លាក់ចូលទៅក្នុងសភាពស្ងាត់ជ្រងំមានតែសំឡេងដកដង្ហើមហត់របស់កូនប្រុសគាត់បានដឹងខ្លួនឡើងវិញហើយសម្លឹងមើលដៃទាំងពីររបស់ខ្លួនឯងរួចសម្លឹងមើលរាងកាយដែលគ្មានវិញ្ញាណរបស់ម្ដាយនៅលើឥដ្ឋតើគាត់ភ័យខ្លាចទេតើគាត់ស្ដាយក្រោយទេគ្មានអ្នកណាដឹងឡើយប៉ុន្តែអ្វីដែលគាត់បានធ្វើបន្ទាប់គឺកាន់តែរន្ធត់ចិត្តជាងនេះទៅទៀតជំនួសឲ្យការហៅទូរស័ព្ទទៅប៉ូលីសឬរត់គេចខ្លួនកូនប្រុសម្នាក់នោះបានអង្គុយយ៉ាងចិត្តត្រជាក់គាត់ដឹងថាប្រសិនបើមានក្លិនស្អុយភាយចេញទៅខាងក្រៅអ្នកជិតខាងច្បាស់ជាដឹងហើយអាកំបាំងរបស់គាត់នឹងត្រូវលាតត្រដាងគាត់ចង់រក្សាភាពល្អឥតខ្ចោះរបស់គាត់បន្តទៀតគាត់បានដើរទៅទិញសម្ភារៈមួយចំនួនពីហាងក្បែរផ្ទះថង់ផ្លាស្ទិករុំអាហារស្កុតបិទកេះកាតុងខ្នាតធំទឹកអប់និងកាបូបស្ពាយធំនិងថង់ផ្លាស្ទិកខ្មៅសម្រាប់ដាក់សម្រាមគាត់បានត្រឡប់មកបន្ទប់វិញរួចចាប់ផ្ដើមអនុវត្តផែនការដែលមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រគាត់បានទាញសាកសពម្ដាយរួចចាប់ផ្ដើមរុំគាត់រុំមួយជាន់រួចបាញ់ទឹកអប់និងដាក់សារធាតុក្លិនក្អូបចូលទៅក្នុងសាកសពម្ដាយបន្ទាប់មកគាត់រុំមួយជាន់ទៀតគាត់ធ្វើបែបនេះម្ដងហើយម្ដងទៀតមិនមែន5ជាន់មិនមែន10ជាន់នោះទេសរុបទាំងអស់គឺជិត
75ជាន់រាងកាយរបស់ម្ដាយត្រូវបានរុំជិតឈឹងប្រៀបដូចជាដុកឌឿនិងខ្មោចម៉ាមីដ៏ធំមួយគ្មានខ្យល់ចេញគ្មានខ្យល់ចូលលទ្ធផលនៃការរុំយ៉ាងណែនតាន់តាប់រហូតទៅដល់75ជាន់នោះគឺដើម្បីធានាថាគ្មានក្លិនស្អុយណាមួយអាចភាយចេញមកក្រៅបានឡើយសូម្បីតែមួយដំណក់បន្ទាប់មកគាត់បានអូសសាកសពដែលរុំជិតនោះទៅលាក់ទុកនៅក្នុងទូខោអាវឬនៅក្រោមក្រែក្នុងបន្ទប់ដែលបិទជិតចាប់ពីថ្ងៃនោះមកជីវិតរបស់កូនប្រុសម្នាក់នេះហាក់ដូចជាគ្មានអ្វីកើតឡើងតតែសោះគាត់នៅតែចេញចូលផ្ទះធម្មតាញញឹមដាក់អ្នកជិតខាងដូចរាល់ដងនៅពេលដែលអ្នកជិតខាងសួរថាចុះម្ដាយឯងទៅណាមិនដែលឃើញដើរចេញក្រៅសោះច្រើនថ្ងៃហើយគាត់តែងតែឆ្លើយដោយស្នាមញញឹមដ៏ទន់ភ្លន់ថាម្ដាយរបស់គាត់មិនសូវស្រួលខ្លួនគាត់សម្រាកនៅក្នុងបន្ទប់ឬក៏ម្ដាយរបស់គាត់ទៅលេងស្រុកកំណើតមួយរយៈហើយមនុស្សគ្រប់គ្នាជឿគាត់ទាំងស្រុងព្រោះគ្មាននរណាម្នាក់សង្ស័យលើកូនប្រុសកតញ្ញូម្នាក់នេះឡើយប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺថវិការបស់គាត់ចាប់ផ្ដើមខ្សត់ខ្សោយជំនួសឲ្យការស្វែងរកការងារធ្វើឬរត់គេចខ្លួនគាត់បានរៀបចំផែនការបោកប្រាស់សាច់ញាតិរបស់ម្ដាយទៅវិញគាត់បានទូរស័ព្ទនិងដើរទៅជួបមីងមៀនិងបងប្អូនជីដូនមួយគាត់បានប្រឌិតរឿងរ៉ាវឡើងមកយ៉ាងគួរឲ្យអាណិតដូចជាម្ដាយរបស់ខ្ញុំត្រូវការលុយព្យាបាលជំងឺជាបន្ទាន់ឬក៏ខ្ញុំត្រូវការពង្រីកមុខរបរដើម្បីឲ្យម្ដាយរបស់ខ្ញុំមានជីវភាពទូធាដោយសារតែគ្រប់គ្នាអាណិតស្រឡាញ់និងទុកចិត្តលើរូបគាត់ពួកគេបានហុចលុយឲ្យគាត់ខ្ចីម្ដងហើយម្ដងទៀតដោយមិនដឹងតតែសោះថាលុយទាំងនោះត្រូវបានយកទៅប្រើប្រាស់ដើម្បីចាយហឺហាទៅវិញខណៈពេលដែលម្ដាយរបស់គាត់កំពុងរលួយស្អុយនៅក្នុងផ្ទះនោះទោះជាយ៉ាងណាក៏ដោយការកុហកបានតែមួយគ្រាតែប៉ុណ្ណោះតែมันអាចកុហកបានអស់មួយជីវិតឡើយពេលវេលាបានកន្លងផុតទៅជាច្រើនសប្តាហ៍រហូតដល់រាប់ខែសាច់ញាតិចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាម្ដាយរបស់គាត់មិនដែលទូរស័ព្ទតាក់ទងមកពួកគេតតែសោះហើយនៅពេលដែលពួកគេសុំជួបឬសូមនិយាយទូរស័ព្ទជាមួយម្ដាយកូនប្រុសតែងតែរកលេសកិច្ចវេះរហូតការសង្ស័យចាប់ផ្ដើមកើនឡើងជាដុំកំភួនមីងម្នាក់របស់គាត់បានសម្រេចចិត្តថាលើកនេះมันអាចទ្រាំបានទៀតទេគាត់ត្រូវតែទៅមើលបងស្រីរបស់គាត់ដល់ផ្ទះដោយផ្ទាល់នៅថ្ងៃកើតហេតុសាច់ញាតិបានមកដល់ផ្ទះនោះកូនប្រុសរបស់គាត់មិននៅផ្ទះទេពួកគេបានកាត់សោផ្ទះហើយដើរចូលទាំងបង្ខំនៅពេលបើកទ្វារចូលទៅដល់ក្នុងផ្ទះនៅពេលដែលឈានជើងចូលទៅក្នុងផ្ទះដំបូងអ្វីមើលទៅហាក់ដូចជាធម្មតាប៉ុន្តែមានខ្យល់អាកាសម្យ៉ាងដែលត្រជាក់ស្រេបនិងមានក្លិនផ្អូមប្លែកទោះបីជាមានក្លិនទឹកអប់បាញ់បន្លំក៏ដោយពួកគាត់បានដើរសម្ដៅទៅបន្ទប់គេងនៅពេលដែលបើកទ្វារចូលទូខោអាវពួកគេបានប្រទះឃើញវត្ថុរាងវែងធំមួយដែលត្រូវបានរុំដោយថង់ផ្លាស្ទិកនិងស្គុតយ៉ាងក្រាស់ឃ្មឹកដូចជាកញ្ចប់ទំនិញខ្នាតយក្សមួយអញ្ចឹងដោយក្តីសង្ស័យពួកគេបានយកកាំបិតមកវះកាត់ថង់ផ្លាស្ទិកនោះចេញមួយជាន់2ជាន់3ជាន់4ជាន់កាន់តែវះចូលទៅជ្រៅក្លិនស្អុយភាយដ៏ខ្លាំងក្លាมันអាចទប់បានជះចេញមកនៅក្រៅស្ទើរតែធ្វើឲ្យពួកគាត់សន្លប់បាត់ស្មារតីដោយសារតែក្លិនសាកសពរុំជាច្រើនជាន់ហ្នឹងគឺរយៈពេលយូរមកហើយរាប់ខែមកហើយនៅពេលដែលទ្រនាប់ទី75ត្រូវបានវះចេញភាពរន្ធត់ដ៏ខ្លាំងបានធ្វើឲ្យពួកគាត់ស្រែកយំទាំងផិតភ័យជាទីបំផុតវាគឺជាសាកសពដែលកំពុងរលួយស្អុយបងស្រីរបស់គាត់ប៉ូលីសត្រូវបានហៅមកដល់កន្លែងកើតហេតុភ្លាមផុសតាំងទាំងអស់ចង្អុលបង្ហាញទៅលើមនុស្សម្នាក់គត់គឺកូនប្រុសល្អឥតខ្ចោះរបស់គាត់មិនយូរប៉ុន្មានគាត់ត្រូវបានចាប់ខ្លួននៅខណៈពេលដែលកំពុងដើរលេងចាយហឺហាលុយកាក់ដែលបានមកពីការបោកប្រាស់នៅក្នុងបន្ទប់សាកសួរ
ប៉ូលីសបានសួរគាត់អំពីមូលហេតុដែលគាត់រុំសាកសពម្ដាយរហូតដល់75ជាន់មិនមែនដោយសារតែភាពអាណិតស្រឡាញ់នោះទេប៉ុន្តែវាជាភាពអាត្មានិយមនិងការភ័យខ្លាចការដាក់ទោសពីផ្លូវច្បាប់និងខ្លាចការបាត់បង់មុខមាត់នៅក្នុងសង្គមគាត់ចង់ពន្យាពេលឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបានដើម្បីបន្តស្វែងរកផលប្រយោជន៍ពីសាកសពម្ដាយរបស់ខ្លួនឯងរឿងក្តីនេះបានអង្រួនចិត្តមនុស្សរាប់ពាន់លាននាក់នៅទូទាំងប្រទេសនិងទូទាំងពិភពលោកមនុស្សគ្រប់គ្នាហួសចិត្តនិងនឹកស្មានមិនដល់ថាមនុស្សដែលមានមុខមាត់ស្លូតបូតសុភាពរាបសារអាចមានចិត្តសាហាវខុសខើនិងមានខួរក្បាលចម្លែកខុសពីមនុស្សធម្មតាដល់ថ្នាក់នេះឡើយតុលាការបានកាត់ទោសគាត់យ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ចំពោះទង្វើឃាតកម្មគិតទុកជាមុននិងការលាក់បំបាំងសាកសពយ៉ាងព្រៃផ្សៃរឿងរ៉ាវដ៏រន្ធត់មួយនេះបានបន្សល់ទុកនៅមេរៀនដ៏មានតម្លៃនិងការព្រមានមួយសម្រាប់យើងគ្រប់គ្នាមនុស្សខ្លះមើលខាងក្រៅឃើញថាល្អឥតខ្ចោះស្ងប់ស្ងាត់និងគួរឲ្យទុកចិត្តប៉ុន្តែយើងមិនអាចដឹងឡើយថានៅក្នុងជំរឿចិត្តរបស់គាត់មានបិសាចដ៏ខ្មៅងងឹតការគ្រប់គ្រងការរំពឹងទុកហួសហេតុផលនិងកង្វះការប្រស្រ័យទាក់ទងដោយភាពស្មោះត្រង់នៅក្នុងគ្រួសារអាចរុញច្រានមនុស្សម្នាក់ឲ្យធ្លាក់ចូលទៅក្នុងជ្រោះនៃភាពឆ្កួតលីលាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះទង្វើកូនប្រុសម្នាក់នេះតើវាជាជំងឺផ្លូវចិត្តឬជាភាពល្បិចកលខ្ពស់តាំងពីកំណើតមកសូមបងប្អូនទាំងអស់គ្នាcomment នៅក្នុងនេះមួយផងបាទជាចុងក្រោយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំមួយផងដើម្បីទទួលបានព័ត៌មានគិតកម្មថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលារាត្រីសួស្តី